ស្ត្រីចំណាស់ម្នាក់ដើរឆ្លងផ្លូវក្នុងគោលបំណងទៅសំវត្តលោកស្នាក់នៅស្រាប់តែជួបគ្រោះថ្នាក់ផ្អើលចិត្តច្រកចូលវត្តដំបូកខ្ពស់ស្ត្រីវ័យចំណាស់ម្នាក់ដើរឆ្លងផ្លូវក្នុងគោលបំណងសំវត្តលោកស្នាក់នៅស្រាប់តែត្រូវរមាក់ម៉ូតូជិះលឿនជ្រុលទៅបុកបណ្ដាលឲ្យរបួសបែកក្បាលហូរឈាមជោគជាំនៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 7 យប់ថ្ងៃទី5 ខែមីនាឆ្នាំ 2025 ចិត្តច្រកចូលវត្តដំបូកខ្ពស់រាជធានីភ្នំពេញស្ត្រីវ័យចំណាស់ម្នាក់ដើរឆ្លងផ្លូវក្នុងគោលបំណងសំវត្តលោកស្នាក់នៅស្រាប់តែត្រូវរមាក់ម៉ូតូជិះលឿនជ្រុលទៅបុកបណ្ដាលឲ្យរបួសបែកក្បាលហូរឈាមជោគជាំនៅបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 7 យប់ថ្ងៃទី5 ខែមីនាឆ្នាំ 2025 ចិត្តច្រកចូលវត្តដំបូកខ្ពស់ផ្លូវ 371 សង្កាត់ចាក់អង្រេលើខណ្ឌមានជ័យនៃរាជធានីភ្នំពេញតាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុស្ត្រីវ័យជាង60ឆ្នាំដើរតាមបណ្ដោយផ្លូវ 371 លុះមកដល់ចំណុចកើតហេតុគាត់បានសំណូមពររដ្ឋទំនោះដើម្បីរកវត្តសំលោកស្នាក់នៅបណ្ដោះអាសន្នពេលនោះមានប្រជាពលរដ្ឋប្រាប់ថាឲ្យទៅវត្តដំបូកខ្ពស់គាត់ជួនពេលនោះស្ត្រីរងគ្រោះបានដើរឆ្លងកាត់ទៅទាំងផ្លូវពីត្បូងទៅជើងដើម្បីចូលទៅច្រកវត្តដំបូកខ្ពស់ខណៈឆ្លងបានបណ្ឌិតស្រាប់តែរមាក់ម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវ 371 ទឹកដៅពីលិតទៅកើតក្នុង14លឿនជ្រុលទៅបុកបណ្ដាលឲ្យដួលបោកក្បាលហូរឈាមជោគជាំតែម្ដងដល់ឡែកខាងរមាក់វិញពេលបង្កគ្រោះថ្នាក់ហើយបានបើកលឿនជិះរត់គេចបាត់ស្រមោលតែម្ដងកើតហេតុស្ត្រីខាងលើត្រូវបានសមត្ថកិច្ចហៅរថយន្តសាមុយរហូតដល់រយៈពេល1ម៉ោងកន្លះទើបមានខាងរថយន្តបង្អែកដង្កោបានមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យអានដោយ